បាទមុននេះខ្ញុំចង់ចែករំលែកពាក់ព័ន្ធមួយការបដិបត្តិកូនតើក្មេងសម័យឥឡូវមានការរីកចម្រើនល្អប៉ុណ្ណាហើយគូក្បាលរបស់គាត់ដំណើរការល្អយ៉ាងម៉េចបាទជាការពិតទៅយើងម្នាក់តែងតែរវល់ធ្វើការឬក៏រកស៊ីប្រកបប្រកាន់ផលរៀងខ្លួនដើម្បីអីចិញ្ចឹមគ្រួសារក៏ដូចជាឲ្យមានជីវភាពរស់រានទៅបានល្អបាទជាក់ស្ដែងយើងក៏បានភ្លេចគិតខ្លះអំពីកូនឬក៏ការអប់រំរបស់ពួកគាត់ថាតើយ៉ាងម៉េចដែរក្នុងពេលនោះដៃម្ខាងយើងប្រឹងប្រែងរកស៊ីធ្វើការហើយដៃម្ខាងទៀតត្រូវពិនិត្យឬក៏ចិញ្ចឹមបីបាច់មើលថែគ្រួសារបាទជាក់ស្ដែងខ្ញុំមានសារក្នុងការចែករំលែកមិនជាអីធំដុំទេគឺបងប្អូនបានយល់ដឹងច្រើនហើយពាក់ព័ន្ធជាមួយនឹងហេតុអ្វីបានជាវិវត្តឲ្យក្មេងខ្លះអាចคล้ายឲ្យគាត់ទៅជាអូទីសឹមឬក៏ប្រភេទដែលគាត់រីកចម្រើនយឺតតែមែនតើភាសានិយាយរបស់គាត់បាទក្នុងនោះខ្ញុំជាបទពិសោធន៍ខ្ញុំស្រឡឹងឃើញថាអាណាព្យាបាលជាច្រើនគឺកូនអត់ទាន់បានអាយុ2ខួបស្រួលមួលទេគាត់បានអនុញ្ញាតឬក៏ឲ្យកូនប្រើប្រាស់បច្ចេកវិទ្យាខុសទម្រង់គេហៅថាប្រើប្រាស់ទូរស័ព្ទឬក៏ iPad ឬក៏ទម្លាប់ជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនភាសារបស់គាត់ហើយនៅពេលដែលគាត់ទៅដាក់សាលាជាក់ស្ដែងគឺយើងជួបបទពិសោធន៍នោះគឺគាត់យឺតហើយគាត់អត់សូវចូលចិត្តសិក្សាឬក៏ប្រស័យតាក់ទងជាមួយនឹងក្មេងៗដទៃទៀតទេដោយសារអីដោយសារតែគាត់បានញៀនជាមួយនឹងទូរស័ព្ទឬក៏ទូរទស្សន៍ឬក៏ tablet iPad របស់គាត់បាត់ហើយគាត់អត់សូវចូលចិត្តទេហើយភាសារបស់គាត់ក៏យឺតតែមែនដែរដោយសារហេតុអីបានជាយឺតនិយាយគឺនោះហើយគឺជាមូលហេតុទី1គាត់ច្រឡំភាសាបើសិនជាគាត់មើលតុក្កតាឬក៏មើលទូរស័ព្ទដែលប្រើភាសាពួកគាត់បាទទី2ភាសាដែលគាត់ប្រើនោះមិនមែនចំជាភាសាអង់គ្លេសទេឬក៏មិនមែនជាភាសាខ្មែរទេអញ្ចឹងភាសាតុក្កតាដែលគាត់ប្រើប្រាស់គឺវានឹងធ្វើឲ្យគាត់ច្រឡំភាសាអញ្ចឹងតម្រាំនឹងគាត់ recognize ឬក៏ទទួលស្គាល់ថាតើភាសាណាមួយដែលគាត់គួរតែរៀនឬគួរតែចេះគាត់ចង់យឺតពេលបាទអញ្ចឹងទេបើសិនជាចង់ជៀសវាងនៅបញ្ហានេះលោកមេដាបេដាឬក៏អ្នកអាណាព្យាបាលទាំងអស់ប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតគឺហាមគាត់មិនអនុញ្ញាតឲ្យគាត់ប្រើប្រាស់ទូរស័ព្ទដៃឬក៏ iPad ហើយទម្លាប់ដែលបណ្ដាលឲ្យគាត់ញៀនក្នុងការប្រើប្រាស់វានោះគឺដំបូងបំផុតដោយចាប់ផ្ដើមពីគាត់មិនសូវចូលចិត្តញ៉ាំអាហារឬក៏ញ៉ាំបាយដែលយើងបញ្ចុកគាត់ទាំងដែលយើងបន្លំគាត់ឲ្យប្រើប្រាស់ទូរស័ព្ទដៃមុនគេបង្អស់បាទអញ្ចឹងឲ្យគាត់ប្រើប្រាស់មើលទូរស័ព្ទមើលនេះមើលនោះហើយបញ្ចុកបាយគាត់អានោះហើយគឺជាទម្លាប់មួយដែលមិនត្រូវទម្លាប់មួយដែលគាត់បានដឹកនាំពួកយើងដែលជាអ្នកគេហៅថាដឹងរឿងដឹងក្តីប៉ុន្តែទៅឲ្យជាក្មេងជាអ្នកយកឈ្នះមានន័យថាយកឈ្នះចិត្តលើយើងគាត់មិនញ៉ាំអាហារឬក៏មិនចូលចិត្តអាហារលុះត្រាតែឲ្យគាត់មើលតុក្កតាឬក៏មើលនេះមើលនោះមើលមនុស្សយន្តមើលឡានមើលអីផ្សេងហើយបានយើងព្យាយាមបញ្ចុកបាយគាត់ញ៉ាំអញ្ចឹងទេត្រឡប់បែបនោះគឺអត់ល្អទេពីព្រោះតែមួយថ្ងៃទៅមួយថ្ងៃត្រូវចាំថាយ៉ាងហោចណាស់ក៏3ពេលដែរអញ្ចឹងក្នុងមួយពេលកន្លះម៉ោងយើងសាកគុណមើលក្នុងមួយថ្ងៃ1ម៉ោងកន្លះបាទយូរទៅនៅពេលដែលគាត់វិវត្តខ្លួនរហូតទៅដល់គាត់ស្ទើរតែចិត្តពេញយុវវ័យទូរស័ព្ទទាំងអស់នោះបានគ្រប់គ្រងខ្លួនគាត់ទាំងមូលតែម្ដង
ឧបសគ្គគឺត្រង់ថាយើងនឹងពិបាកនិយាយជាមួយគាត់នឹងជាក្មេងមួយដែលរឹងទទឹងគាត់នឹងជាក្មេងមួយមិនស្ដាប់ដំបូន្មានគាត់នឹងជាក្មេងមួយដែលមិនខ្វល់អំពីការសិក្សាបាទពីព្រោះអីគាត់ញៀនទូរស័ព្ទអាចឈានទៅដល់ញៀនលេងហ្គេមនៅលើទូរស័ព្ទគាត់ថាបានហើយខ្ញុំសម្គាល់ឃើញច្រើនយកតែមែនតើបច្ចុប្បន្ននេះគឺច្រើនគួរតែជាទីគាត់សម្គាល់មួយដែលយើងជាអ្នកអាណាព្យាបាលជាឪពុកម្ដាយគួរយកចិត្តទុកដាក់បាទគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅចំណុចនេះបាទបើមិនចង់ឲ្យគាត់ខូចអនាគតឬក៏ពិបាកក្នុងការអប់រំគាត់ឬក៏ឲ្យគាត់រៀនពូកែនៅថ្ងៃខាងក្រោយនោះទេគួរចាប់ផ្ដើមពីយើងបាទចាប់ផ្ដើមពីយើងបែបម៉េចទោះបីជាម៉ោងបាយក៏ដោយប្រឡប់គាត់ឬក៏ដឹកនាំគាត់ធ្វើអីមួយផ្សេងដើម្បីឲ្យគាត់ញ៉ាំបាយអាចលេងល្បែងកំសាន្តណាដែលជា physical ឬក៏លេងកំសាន្តណាដែលមិនពាក់ព័ន្ធជាមួយនឹងការមើលទូរទស្សន៍មើលអ៊ីនធឺណិតមើលទូរស័ព្ទដៃ computers iPad អីព្រោះវ័យរបស់ពួកគាត់អត់ទាន់បានរុញច្រានឲ្យទៅដល់ចំណុចហ្នឹងទេបាទយើងមើលប្រទេសដែលអភិវឌ្ឍមួយចំនួនគេបាន restriction ឬក៏ហាមផ្ដាច់មិនឲ្យក្មេងកាន់ទូរស័ព្ទក្រោមអាយុ15ឆ្នាំបាត់ទៅហើយបាទសូមអរគុណហើយសូមយកសារនេះចាត់ចូលជាទម្លាប់មួយដែលយើងកែប្រែទាំងអស់គ្នាមានន័យថាកែប្រែដើម្បីពួកគាត់មិនមែនកែប្រែដើម្បីពួកយើងទេបាទសូមអរគុណ